នេះគឺជាទេសភាពស្រែស្រូវដែលគាត់ធ្វើនៅវគ្គទី2បាទគាត់ធ្វើនៅវគ្គទី2នេះឥឡូវបានកម្ពស់នេះហើយបានខៀវល្អប៉ុន្តែធ្វើការឆក់ដាក់ដុំកដោឆក់ច្រើនណាស់វគ្គ2នេះមិនដឹងថាយ៉ាងម៉េចទេលើនឹងទុកនឹងសัตว์កដោបានឬមួយក៏អត់ទេនេះច្រើនខាងមែនតែនលៀងតិចទៀតសัตว์កដោច្រើនណាស់ទុកជាប់ឬមួយក៏អត់ទេបងប្អូនអើយគូបោះសសនេះគឺដុំខ្សែភ្លើងរត់កណ្ដោហើយវាធំភូមិខួងអូនអ្នករលួងឈ្មោះបបចង់កាត់មាត់ញកប៉ុន្លកម្លេះរួតរីកលើដីស្ងួតបងអួតសូរិយាទាំងភ្នែកគឺសិចងបស្នេហាអូនបផាបងផ្ញើវាសនាលើជីវាផងសម្រស់បផាកំពុងធំមួយថ្ងៃចូលរួមទៅមើលទៅថតមិនសូវច្បាស់ទេបងប្អូនជាសាយផងពេលល្ងាចបាទពេលល្ងាចហើយម្ចាស់ក៏គាត់មិនទាន់មកដែរបងប្អូនខ្ញុំនឹងគាត់មិនទាន់មកដែរដាក់ចាប់គួយឆក់កដោគាត់ទាន់មកចុះមកពីទន្លេហើយក៏ចូលមកផ្លេតមកថតវីដេអូដើម្បីបងប្អូនមើលនេះវគ្គទី2ធ្វើបានចង់កាត់មាត់ញកប៉ុនឡកម្លេះរួតរីកលើដីស្ងួតបងអួតនេះស៊ីនបូមទឹកទាំងភ្នែកទៅសិចងបស្នេហាអូនបផាបងផ្ញើវាសនាលើជីវាផងសម្រាប់ស្រែកំពុងធំមួយជួយស្រស់អើយសែនត្រួយស្ទើរតែរលួយហើយបេះដូងបងមកដាច់រៀនម្លឹងប្រលឹងស្នេហ៍ស្នងបុប្ផាមានបងអូនកុំបែកខ្នងឲ្យបង